video nàyគឺខ្ញុំនឹងបង្ហាញអ្នកគ្នាពីរបៀបតឡើង Roblox hack នៅលើទូរស័ព្ទ Android ហើយសម្រាប់ file ហើយនឹងគឺអ្នកគ្នាចូលមកក្រុម Telegram ខ្ញុំមកនេះយើងដែលសម្រាប់ link ក្រុម Telegram នេះខ្ញុំអត់បាន set នៅលើ TikTok បានទេដោយសារ TikTok ខ្ញុំវានៅ follow ទៀតអញ្ចឹងវាអត់តឲ្យយើងដាក់ link ចេញមកទេអញ្ចឹងអ្នកគ្នាអាច add មក Telegram ខ្ញុំបានលេខទូរស័ព្ទ Telegram ខ្ញុំដាក់នៅខាងក្រោម profile TikTok ហ្នឹងហើយអញ្ចឹង add តាមនឹងមកឬក៏ scan តាម QR code នេះក៏បានដែរអញ្ចឹងបន្ទាប់ពីអ្នកគ្នា add មក Telegram ខ្ញុំហើយខ្ញុំនឹងជួយខ្ញុំនឹងបោះ link ឲ្យអ្នកគ្នាហើយចឹងអ្នកគ្នាជួយ join link នឹងមួយមកអ្នកគ្នានឹងចូលដល់ក្រុមមួយនេះអញ្ចឹងក្រុមនេះគឺខ្ញុំដាក់ file មានទាំង iOS មានទាំង Android តែខ្ញុំធ្វើនៅលើ Android មុន iOS វាត្រូវការកម្មវិធីតឡើងទៀតអញ្ចឹងយើងធ្វើលើ Android អ្នកគ្នាចូលមកអ្នកគ្នាអស់មកលើមកឃើញអាពាក្យ data v2 703 file apk ហ្នឹងយើងចុចសញ្ញាព្រួយ download ខ្ញុំ download ហើយអញ្ចឹងយើងចុចពីលើវាមួយមកហើយយើងយកពាក្យដំឡើងឬក៏ install អ្នកនេះគ្រាន់តែ download ចេញពី Telegram ហ្នឹងហើយអ្នកគ្នាធ្វើការចុចដំឡើងវា install មកគឺវាហើយសម្រាប់ដំឡើងវាគឺស្រួលទេសម្រាប់ Android គាត់ថាអ្នកគ្នាពិបាកផ្សេងយ៉ាងខ្លះគាត់អត់ដឹងទៅទៅ file ហ្នឹងណាអញ្ចឹង file នេះអ្នកគ្នាអាចចូលមក download ក្នុងទៅក្រុម Telegram ហ្នឹងបានបន្ទាប់ពីអ្នកគ្នាចុចបើអញ្ចឹងហើយគឺយើងចេញមកគឺយើងនឹងចូលបានហើយឥឡូវយើងចូលទៅសិនសម្រាប់ពេលដែលយើងតម្លើង file ហ្នឹងហើយវានៅមានវិធីនេះគឺអ្នកគ្នាត្រូវយក key អញ្ចឹងខ្ញុំធ្វើវីដេអូម្ដងម្នាក់មួយដំណាក់កាលឲ្យអ្នកគ្នាមើលកាត់ជាមក clip ខ្លីៗអញ្ចឹងណាអញ្ចឹងអានេះគឺជាវីដេអូរបៀបនៃការតម្លើង game file game អ្នកគ្នាអញ្ចឹងឥឡូវនេះគឺបន្ទាប់ពីអ្នកគ្នាចូលមកដល់ក្នុង game ហើយយើងមកមើលពីវីដេអូរបៀបយក key នៅលើ hack ហ្នឹងអញ្ចឹងយើងចុចពីលើអាហ្នឹងមួយរូប hack file ហ្នឹងហើយយើងចុចពី receive key នេះអញ្ចឹងវានឹង load ចេញទៅចូលទៅកាន់ Google ឬក៏ចូលទៅកន្លែង internet ហើយអញ្ចឹងយើងត្រូវចាំកន្លែងនេះឲ្យវាចេញពាក្យ continue យើងចុចលើហ្នឹងមួយបើសិនជាវា load ចូលផ្ទាំងផ្សេងអ្នកគ្នាត្រូវថយក្រោយវិញណាតតែចូលផ្ទាំងនេះចូលផ្ទាំងហ្នឹងហើយអ្នកគ្នាចុចលើ link ពណ៌លឿងនេះមួយនេះអា link នេះចុចលើ link ហ្នឹងមកហើយបន្តមកទៀតយើងយកអា watch ad free នេះហើយចុច continue អាហ្នឹងរបៀបយើងយកកូដហើយយើងចុច skip ចោលមកចុចកន្លែងពាក្យថា skip ad នេះមួយហើយបន្តមកទៀតយើងយកពាក្យថា open ហើយអ្នកវានឹង load មកកន្លែងនេះវិញវាឲ្យយើងចុច continue អូខេចឹងបានគេដូចខ្ញុំនិយាយយើងមិនសិនជាវា load ទៅផ្ទាំងផ្សេងត្រូវថយក្រោយវិញរហូតដល់ចុចពេញវាហ្នឹងអញ្ចឹងខ្ញុំ copy ហើយខ្ញុំចូលទៅ game វិញដើម្បីយកទៅផាសនៅក្នុង game វិញដើម្បីបានអា key hack ហើយចាំយើងទៅដាក់របៀបដាក់ script ម្ដងចូល game សិនមកហើយបន្តទៀតwait ណាស់មិញវាជាប់ហើយអានេះវានៅសល់ប្រហែលជាខ្ញុំនៅសល់ថ្ងៃបានវាអូតូអញ្ចឹងបើខ្ញុំទីនៅសល់ថ្ងៃហើយបើសិនជាវាចេញដោយតម្រងលើកទី1ដំបូងអ្នកត្រូវយក key នឹងមកផាសចូលកន្លែងប្រឡោះហ្នឹងហើយចុច continue ឬក៏ចុចOK ចឹងទៅហើយបន្ទាប់ពីអ្នកគ្នាបានចឹងហើយអានេះគឺយើងដាក់បានហើយហ្នឹងគឺយើងដាក់បានហើយនេះអូខេនឹងយើងអាចប្រើអីបានហើយយើងដាក់ skip ចូលមកយើងមានដាក់អាចដាក់របាន script អីយើងអាចដាក់ script ហ្នឹងមកលេងបានហើយ